ខ្លឹមសាររបស់បុណ្យបុណ្យជាគូគប់ជាប់ជីវិតបុណ្យគឺជាមិត្តពិតមិនឃ្លាតបុណ្យអ្នកនាំផ្លូវទៅគ្រប់ជាតិបុណ្យបានជាញាតិចាំស្វាគមន៍បុណ្យនាំសុខមកលោកខាងមុខបុណ្យលះស្មាញ់ស្មុកសុខមនោរម្យបុណ្យសាងបារមីស្រីបន្ទុំបុណ្យបានអប់រំបរមញាណនៅក្នុងបយវៈគឺវគ្គទី16នៃព្រះគាថាធម្មបទព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាពួកញាតិក្តីមិត្តក្តីសម្លាញ់ក្តីរមែងត្រេកអរនឹងបរោះដែលឃ្លាគ្នាអស់កាលយូរមកអំពីចម្ងាយដោយសួស្តីមកដល់ហើយយ៉ាងណាមិញបុណ្យទាំងឡាយតែងទទួលបុគ្គលដែលបានធ្វើបុណ្យទៅយកអំពីមនុស្សលោកនេះទៅកាន់លោកខាងមុខដូចញាតិទាំងឡាយដែលទទួលបរោះជាទីស្រឡាញ់ទៅមកដល់ដូច្នោះឯង